កាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិមួយមានដង្ខៅចិត្តកំណាញ់ម្នាក់កំណាញ់រហូតសូម្បីគ្រួសារគេក៏ចោះចោលដែរដោយសារតែទ្រាំមិនបាននឹងអត្តចរិតរបស់គេអ្នកបំរើនៅក្នុងផ្ទះតែងតែត្រូវបានគេចោទប្រកាន់និងត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹង1 2 3ទេយើងចាំថាផ្លូវមាត់ទាំងអស់មាន10ដុំហើយហូបអស់តែ3ដុំទេថ្ងៃនេះមិនឥឡូវនៅសល់តែ7ដុំទៅវិញចិត្តអើយចិត្តមកនេះបានចវាយឯងទៅធ្វើអីនៅចង្ក្រានបាយបានជាយូរយ៉ាងនេះបានចវាយខ្ញុំទៅហូបបាយកកដែលសល់ពីថ្ងៃឯងបានអីស៊ីជាមួយបាយគឺហូបជាមួយបន្លែរបស់ចវាយយើងបាត់ផ្លូវមាត់អស់7ដុំឯងមានបានយកស៊ីទេចៅវាយខ្ញុំមិនបានយកសូម្បីតែមួយដុំខ្ញុំហ៊ានស្បត់យីយើងដឹងរឿងគ្រប់យ៉ាងទាំងអស់នៅក្នុងផ្ទះនេះឯងមិនចាំបាច់មកកុហកយើងទេរដូវច្រូតកាត់នឹងមកដល់ឆាប់នេះហើយយើងទៅរកកម្លាំងមួយចំនួនទៀតដើម្បីមកជួយច្រូតកាត់ឯងទៅផ្សារជួយទិញម្ហូបសម្រាប់ពួកគេផងបាទស្អែកខ្ញុំនឹងងើបទៅទិញពីព្រលឹមណែចាំបន្តិចព្រឹកស្អែកយើងទៅដែរបើមិនអញ្ចឹងទេឯងច្បាស់ជាលាក់ខ្លះមិនខាននរណាទៅដឹងពិតជាកំណាញ់បេះមិនចេញមែនឯងនិយាយស្អីមុនហ្នឹងបាទខ្ញុំអត់បាននិយាយអីទេចៅវាយ